បាទសួស្តីមិនអ្នកសិក្សាទាំងអស់គ្នាជាពិសេសបងប្អូនទី7ទី8ទី9បងប្អូនក៏អាចមើលលំហាត់នេះបានដែរអញ្ចឹងលំហាត់នេះគឺគេឲ្យយើងរកតម្លៃ x ណាអញ្ចឹងតើតម្លៃ x ស្មើប៉ុន្មានអញ្ចឹងដើម្បីដោះស្រាយវានេះគេហៅជាលំហាត់ស្វ័យគុណអីចឹងបាទអញ្ចឹងដើម្បីប្រើវាដើម្បីដោះស្រាយលំហាត់នឹងចេញគេមានគន្លឹះរបស់គេបាទទី1គឺយើងទៅប្រើប្រព័ន្ធa ផ្សេងគុណ m ស្មើជាមួយនឹង a ផ្សេងគុណ n អញ្ចឹងយើងអាចទាញបានថា a m ស្មើនឹង n ណាបាទអាចទាញបានថាគោលដូចគ្នាយើងឲ្យផ្សេងគុណវាស្មើគ្នាហើយយើងអាចដោះស្រាយវាដូចទៅបាទអញ្ចឹងកន្លែងនេះកន្លែង2ផ្សេងគុណ2017នេះគឺខ្ញុំអាចសរសេរបានថា2ផ្សេងគុណនឹង2016ហើយគុណនឹង2ព្រោះកន្លែង2នេះកាលណាគេមិនសរសេរគុណ1អញ្ចឹងកាលណាគោលដូចគ្នាគឺយើងបូកចូលគ្នាមេរៀនយើងបានថា a ផ្សេងគុណ m គុណនឹង a ផ្សេងគុណ n អញ្ចឹងគេបាន a ផ្សេងគុណ m បូកនឹង n ឬយើងបញ្ជាក់ឲ្យវិញ a ផ្សេងគុណ m បូក n វាស្មើនឹង a ផ្សេងគុណ m គុណនឹង a ផ្សេងគុណ n អញ្ចឹងណាបាទបន្ទាប់មកយើងដកឲ្យនេះអា2ផ្សេងគុណ2016នេះបាទ2016នេះខ្ញុំឲ្យសេបានទៅទៀតអញ្ចឹងណា2ផ្សេងគុណបាទបន្ទាប់អាណា2ផ្សេងគុណ2016ដដែលតែខ្ញុំគុណនឹង1វិញខ្ញុំបិទមួយចូលវិញហើយរីឯខាងនេះក៏ដូចគ្នាដែរបាទអញ្ចឹងយើងអាចសេបានថា2ផ្សេងគុណ2015បាទ15ណាបាទអញ្ចឹងយើងអាចស្មើហើយយើងអាចថា2ផ្សេងគុណ2014បាទ2ផ្សេងគុណ2014គុណនឹង2ហើយដកឲ្យ2ផ្សេងគុណ2000ផ្សេងគុណ14ដែរសេចក្ដីស្រីបាទហើយស្មើនឹង2ផ្សេងគុណ x ដដែលបន្ទាប់មកយើងទាញជាកតាបាទយើងឃើញថានេះវាមាន2ផ្សេងគុណ2016អានេះក៏មាន2ផ្សេងគុណ2016ដែរអញ្ចឹងយើងអាចទាញវាជាកតាទៅបាទអញ្ចឹងយើងអាចទាញ2ផ្សេងគុណ2016ចេញវានៅសល់2ដក1ទេខាងនេះយើងទាញ2ផ្សេងគុណ2014ចេញដែរបាទអញ្ចឹងវានៅសល់2ផ្សេងគុណ2014សល់2ដកនឹង1បាទអញ្ចឹងបន្ទាប់ពីយើងបានលំហាត់ប៉ុណ្ណេះហើយយើងធ្វើការគណនានេះស្មើនឹងប៉ុន្មានដែរបាទអញ្ចឹងយើងឲ្យវាស្មើនឹង2សេគុណ x ដដែលបន្ទាប់មកអានេះយើងគិតវាឲ្យទៅគិតវាឲ្យទៅអានេះ2ដក1សល់1នេះ2ដក1សល់1អញ្ចឹងអានេះ2សេគុណ16គុណនឹង1ស្មើនឹងគេវាទៅជា2សេគុណ16ដដែលហើយគុណអានោះនេះដកទៅឃើញ1ដែរអញ្ចឹងវាគុណឲ្យ2សេគុណ2014ហើយស្មើប៉ុន្មានដែរស្មើ2សេគុណ x អញ្ចឹងករណីគោលដូចគ្នាយើងរៀនបើស្នាអានេះ a សេគុណ m បាទគុណនឹង a សេគុណ n អញ្ចឹងគោលដូចគ្នាគេយកសេគុណបូកចូលគ្នាណាអញ្ចឹងបន្ទាប់ពីយើងបានប៉ុណ្្នឹងហើយយើងគិតគោលនេះវាទៅជា2សេគុណបូកចូលគ្នាយើង16បូក14វាទៅជាសេគុណ30នឹងវាស្មើនឹង2សេគុណ x ហើយរូបមន្តមួយទៀតយើងរៀនណាកុំថា a សេគុណ m ស្មើនឹង a សេគុណ n អញ្ចឹងគេអាចទាញបានថាសេគុណវាស្មើគ្នាអញ្ចឹងដូចគ្នាដែរបាទយើងអាចនាំឲ្យគេយើងអាចនាំឲ្យ x ស្មើនឹង30បាទនេះគឺជារបៀបក្នុងការដោះស្រាយលំហាត់នេះបើសិនជាមានចម្ងល់អាច comment នៅខាងក្រោមវីដេអូនឹងបានបាទអញ្ចឹងសូមអរគុណ